ឯកឧត្តមស្រូនសំរិទ្ធីអភិបាលរងខេត្តកំពង់ឆ្នាំងជំរុញឲ្យក្រុមហ៊ុនពង្រីកសេវាទូរស័ព្ទនិងអ៊ីនធឺណិតខណៈអ្នកប្រើប្រាស់មានការកើនឡើងឯកឧត្តមស្រូនសំរិទ្ធីអភិបាលរងខេត្តកំពង់ឆ្នាំងនៅរសៀលថ្ងៃទី3ខែសីហាឆ្នាំ2022បានដឹកនាំកិច្ចប្រជុំមួយដែលមានការជួបពីថ្នាក់ដឹកនាំមន្ទីរប្រៃសណីនិងទូរគមនាគមន៍និងតំណាងក្រុមហ៊ុនដើម្បីពិភាក្សាអំពីហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅខេត្តកំពង់ឆ្នាំងលោកស្រីលុញពិសាប្រធានមន្ទីរប្រៃសណីនិងទូរគមនាគមន៍ខេត្តកំពង់ឆ្នាំងបានឲ្យដឹងថាបច្ចុប្បន្ននេះនៅក្នុងខេត្តកំពង់ឆ្នាំងមានទូរស័ព្ទចល័តចំនួន5ក្រុមហ៊ុននិងអចល័តចំនួន2ក្រុមហ៊ុនមានបង្គោលអង្តែនចំនួន360បង្គោលដោយឡែកប្រតិបត្តិការផ្ដល់សេវាអ៊ីនធឺណិតមានចំនួន13ក្រុមហ៊ុននិងប្រតិបត្តិការផ្ដល់សេវាបញ្ញាមានចំនួន8ក្រុមហ៊ុនលោកស្រីលុញពិសាបានបញ្ជាក់ឲ្យដឹងទៀតថាស្របពេលដែលកំណើននៃការប្រើប្រាស់សេវាទូរស័ព្ទនិងអ៊ីនធឺណិតកើនឡើងនេះក្រសួងកំពុងរកដំណោះស្រាយដើម្បីឲ្យការប្រើប្រាស់សេវាទូរស័ព្ទនិងសេវាអ៊ីនធឺណិតឲ្យកាន់តែដំណើរការល្អនិងលឿនជាងមុនតាមរយៈការជំរុញឲ្យប្រតិបត្តិការសាងសង់ស្ថានីយ៍ឬបង្គោលអង្តែនបន្ថែមនិងបច្ចេកវិទ្យានៃការសាងសង់បង្គោលអង្តែនជាពិសេសនៅតំបន់ដែលគ្មានសេវាគ្របដណ្ដប់នៅក្នុងកិច្ចប្រជុំនោះឯកឧត្តមស្រូនសំរិទ្ធីអភិបាលរងខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍ជំរុញឲ្យក្រុមហ៊ុនទាំងអស់ពិនិត្យមើលលទ្ធភាពក្នុងការពង្រីកសេវាទូរស័ព្ទនិងអ៊ីនធឺណិតទៅតាមគោលការណ៍របស់ក្រសួងប្រៃសណីនិងទូរគមនាគមន៍ដើម្បីឆ្លើយតបឲ្យបានទៅនឹងតម្រូវការអ្នកប្រើប្រាស់